សួស្តីអ្នកគ្នាស្វាគមន៍មកកាន់ការធ្វើការថ្មីនៅក្នុងថ្ងៃនេះហើយសុខសប្បាយដែរទេអ្នកគ្នាក្នុងមួយខែ7នេះតាំងពីដើមខែរហូតដល់ចុងខែអាទិត្យចុងក្រោយហើយនៅក្នុងខែ7សុខទុក្ខយ៉ាងណាដែរអូខ្ញុំមើលឃើញថា energy របស់អ្នកគ្នានៅក្នុងខែ7នេះខ្លះក៏មានការជាប់គាំងរៀងស្ទះនៅអីដែលខ្លួនឯងចង់ធ្វើអត់រួចទៅដើរអត់រួចមានការជាប់គាំងសូម្បីតាគំនិតការគិតនៅអ្នកគ្នាគិតចង់ធ្វើអីមួយហ្នឹងគឺមានការសពិសពិលហ្នឹងហើយគឺធ្វើអីក៏អត់ដូចអីដែលខ្លួនឯងចង់សម្រាប់បំណងហើយអ្នកមួយចំនួនទៀតដូចជាមានអារម្មណ៍ឡើងចុះច្រើនមួម៉ៅច្រើនឬក៏អ្នកខ្លះក៏យំតែសារមានបញ្ហាណាមួយដែលជាប់គាំងខ្លាំងហើយអត់អាចដោះស្រាយបានអ្នកខ្លះមានបញ្ហាផ្លូវចិត្តខ្លាំងដូចគ្នាដែរចឹងអានេះជា energy នៅក្នុងខែ7ដែលខ្ញុំមើលឃើញដោយសារតែជា energy Mercury retrograde នៅក្នុងតារានិក Cancer ចឹងខ្ញុំដឹងថាមនុស្សភាគច្រើនគឺអាចនឹងប៉ះ affect ទៅលើ energy របស់ខ្លួនឯងដែលធ្វើឲ្យខ្លួនឯងរៀង emotional ជាងមុនអារម្មណ៍ឡើងចុះជាងមុនខឹងច្រើនគិតច្រើនយំច្រើនឬក៏ stress ឬក៏គេមិនសូវបានគេឡែតយូរខ្លាំងឬក៏ជាមួយជុំពីរចឹងទៅអញ្ចឹងយើងចង់ដឹងថាតើនៅក្នុងខែ8នេះទៀតសោតyour energy in August 2026 ថាតើវាល្អឬមួយក៏បែបណាចាប់ពីអាទិត្យទី1រហូតដល់អាទិត្យចុងក្រោយនៅក្នុងខែក្រោយខែសីហាឆ្នាំ2026ខ្ញុំមកមើល energy ទី1ខ្ញុំចាប់បានស្លឹកការ Seven of Cups ហើយជាមួយនឹង Two of Pentacles ស្លឹកការពីរនេះ Seven of Cups ហើយជាមួយនឹង Seven of Cups ហើយជាមួយ Two of Pentacles នេះខ្ញុំមានអារម្មណ៍ថាជាដោយសារតាខែក្រោយក៏នៅតែមាន Neptune retrograde ភព Neptune ដើរថយក្រោយវាលុកខ្លាំងដូចគ្នាដែរនៅក្នុងខែក្រោយសប្តាហ៍ដំបូងនៅក្នុងខែ8ខ្ញុំមានអារម្មណ៍ថាអ្នកគ្នានឹងអាចជួបប្រទះទៅលើវិធាសានការមួយដែលមានការសពិសពិលដដែលនិយាយទៅដូចជាអាប់បាំងមុខអ្នកគ្នាអញ្ចឹងណាពួកឯនេះដូចជាអាប់អញ្ចឹងណាអ្នកគ្នាពពកអីហ្នឹងដូចវាបាំងមុខរបស់អ្នកគ្នាចិត្តតាមឡងចឹងអញ្ចឹងណាអូខេចឹងបើសិនជានៅកន្លែងការងារសម្រាប់មនុស្សមួយចំនួនអាចនឹងមានពាក្យចចាមអារាមព័ត៌មានអត់ពិតឬក៏ការផ្ដល់ឱកាសណាមួយហាក់ដូចជាល្អពេកផ្អែកទៅលើស្លឹកការ Seven of Cups នេះដែលមើលទៅមានការបង្កប់អីមួយដែលពេលខ្លះអាចនឹងល្អមែនពេលខ្លះអាចនឹងមិនល្អដែរយើងគិតទេអញ្ចឹងខ្ញុំគិតថាកុំជឿតែលើអីអ្នកគ្នាមើលឃើញឬក៏អ្នកគ្នាស្ដាប់ព្រោះអីវាអាចជាការបំភាន់ហើយជាមួយនឹងស្លឹកការ Two of Pentacles នេះខ្ញុំមើលឃើញថាអ្នកអាចនឹងហូរចុះឡើងច្រើននិយាយទៅមានការងារច្រើនមុខនៅក្នុងពេលតែមួយដែលធ្វើនៅក្នុងដើមខែក្រោយអូខេដោយសារតែអ្នកគ្នាអាចនឹងរវល់ខ្លាំងអ្នកគ្នាអាចនឹងមានរឿងធ្វើច្រើនហូរចុះហូរឡើងនិយាយទៅធួ Pentacles នេះគឺបារម្ភអ្នកហ្នឹងគឺហមចុះឡើងដូចទឹកកន្លក់បក់ទៅណាគឺទៅនឹងដែរអញ្ចឹងខ្ញុំមានអារម្មណ៍ថាអ្នកគ្នាហូរចុះឡើងធ្វើការងារច្រើនមុខឬក៏ត្រូវដោះស្រាយបញ្ហាចាស់ផងបញ្ហាថ្មីផងពេលខ្លះមានអារម្មណ៍ថាដកដង្ហើមមកចង់តន់ហើយបើសិនជាអ្នកគ្នាមួយចំនួនជាម្ចាស់អាជីវកម្មលក់ដូរស៊ីហាមដាច់ខាតហ្មងគឺបើកសាខាថ្មីនៅក្នុងដើមខែឬក៏បដូរយុទ្ធសាស្ត្រផែនការមួយនៅក្នុងសប្តាហ៍ទី1អូខេអញ្ចឹងបើសិនជាអ្នកគេដែលគាត់ចង់ release product ចង់បញ្ចេញ product ថ្មីឬក៏អីថ្មីនៅក្នុងដើមខែ8ដើមខែហើយជាថ្ងៃទី1ដល់ថ្ងៃទី7អាទិត្យទី1នឹងឯងដល់គ្នាដើមខែខ្ញុំគិតថាកុំទាន់ចេញ product ឬក៏ចេញអីថ្មីនៅក្នុងដើមខែសប្តាហ៍ទី1អញ្ចឹងណាហើយដូចគ្នាដែរខ្ញុំមានអារម្មណ៍ថាតើតើរឿងលុយកាក់អាទិត្យទី1ខ្ញុំមើលឃើញថាអ្នកគ្នាអាចនឹងចាត់ចែងថវិការៀងច្រើននិយាយទៅមានការចំណាយចេញចូលចុះឡើងរហូតវាអញ្ចឹងរឿងលុយកាក់សម្រាប់ខែដើមខែអញ្ចឹងដូចជាសកាធូ Pentacles នេះអញ្ចឹងបើសិនជាអ្នកគ្នាអត់រៀបចំបញ្ជីចំណាយបានត្រឹមត្រូវទេអ្នកគ្នាអាចនឹងស្ថិតនៅក្នុងបញ្ហារឿងលុយកាក់នៅក្នុងចុងសប្តាហ៍ជាម្ខាងនេះអញ្ចឹងតាំងចាប់ពីដើមខែទៅអ្នកគ្នាគួរតែរៀបចំផែនការនៅក្នុងការអន្សំហើយកុំត្រូវបោះទុនធំនៅក្នុងដើមខែដូចជាលេងហ៊ុនឬក៏បោះទុនអី crypto អីអញ្ចឹងធំអីចឹងអ្នកគ្នាគួរតែ
គិតឡើងវិញនៅក្នុងដើមខែគឺអត់ល្អទេសម្រាប់ខែ8ហើយតើតើរឿងស្នេហាដើមខែខ្ញុំមើលឃើញថាអ្នកគ្នាអ្នកនៅលាវខ្ញុំមានអារម្មណ៍ថាអ្នកមួយចំនួនរៀងមានភាពរវើរវាយស្រឡាញ់គេម្នាក់ឯងឬក៏ជួបមនុស្សដែលប្រកែកនិយាយផ្អែមល្ហែមថាអត់មានភាពស្មោះត្រង់ឯងនិយាយទៅដូចជួបគ្នានិយាយថាដូចសន្យាខ្យល់មានថានិយាយទៅហើយអីចឹងណាដល់ថ្ងៃនេះសម្រាប់អ្នកនៅលាវហើយសម្រាប់អ្នកមានគូខ្ញុំមានអារម្មណ៍ថាអាចនឹងមានការភ័ន្តច្រឡំច្រើនដោយសារតែគិតច្រើនហួសហេតុពេកចឹងខ្ញុំមានអារម្មណ៍ថាដោយសារម្នាក់ដៃគូនៅក្នុងដើមខែដៃគូរបស់អ្នកគ្នាមានការល្វល់ខ្លាំងរៀងខ្លួនពេលខ្លះអត់មានពេលផ្ដល់ក្តីសុខឲ្យគ្នាធ្វើឲ្យតំណែងហ្នឹងគឺអត់និយាយថាដូចជាមានគម្លាតទៅណាអូខេអាហ្នឹងតើតើជាមួយ energy នៅក្នុងសប្តាហ៍ទី1នៅក្នុងខែខែសីហាសប្តាហ៍ទី2ខ្ញុំមើលឃើញថាតកតងជាមួយនឹងមានស្លកែ The Hermit ហើយជាមួយនឹង Fire of Pentacle ត្រូវអត់អញ្ចឹងសប្តាហ៍ទី2ខ្ញុំយើងការងារលុយកាក់ស្នេហានិងតំណងអីចឹងទៅដល់គ្នាអូខេអញ្ចឹងតកតងជាមួយសប្តាហ៍ទី2ខ្ញុំមើលឃើញថាអតិពល Fire of Pentacle នេះខ្ញុំមានអារម្មណ៍ថាធ្វើឲ្យមនុស្សលោកអីចឹងទៅមានអារម្មណ៍ថាដូចត្រូវគេបោះបង់ចោលចឹងណាហ្នឹងហើយនិយាយទៅអត់មានអ្នកជួយជ្រោមជ្រែងឬក៏ត្រូវមេស្អីបន្ទោអីខ្លះដែររបៀបអញ្ចឹងណាអូខេអញ្ចឹងកម្រងផែនការការងាររបស់អ្នកគ្នាអាចនឹងត្រូវផ្អាកភ្លាមប៉ុន្តែមានស្លកែ The Hermit នេះដើរតាមគ្នាអញ្ចឹងខ្ញុំមានអារម្មណ៍ថាចក្រវាលគឺអាចនឹងបង្ខំអ្នកត្រូវដើរចេញពីរឿងរ៉ាវទាំងឡាយទាំងពួងបើមិនជាការងាររបស់អ្នកគ្នាកំពុងតែមានបញ្ហាអ្នកគ្នាឈប់តតាំងឈប់បកកែនិយាយទៅគឺត្រូវបិទភ្នែកបិទកញ្ចក់ត្រូវបិទភ្នែកបិទកញ្ចក់ខ្លះវាមិនចឹងណាហើយត្រូវមកពិនិត្យយកពេលហ្នឹងទៅពិនិត្យចំណុចខ្វះខាតរបស់ខ្លួនឯងឡើងវិញធ្វើការស្ងាត់ហើយសម្រាប់អ្នកគេដែលគាត់ធ្វើការលក្ខណៈបែបមាន business មានអីខ្លួនឯងហ្នឹងធ្វើការស្ងាត់កុំបញ្ចេញខ្លាំងពេកព្រោះអាចមានគេលួចកណិត idea របស់អ្នកគ្នាដូចគ្នាដែរអញ្ចឹងព្យាយាមធ្វើការស្ងាត់ដំណោះស្រាយស្ងាត់គឺល្អហើយណាមួយទៀតអាទិត្យទី2វាមានសុគ្រាសអូខេ solar eclipse អញ្ចឹងអ្នកគ្នាគួរតាមានរឿងអីលាក់ខ្លះទៅអូខេហើយជាមួយតកតងជាមួយរឿងលុយកាក់ខ្ញុំមានអារម្មណ៍ថាអំពើ Fire Pentacle នេះអាចនឹងឆ្លុះបញ្ចាំងពីវិបត្តិលុយកាក់អញ្ចឹងអ្នកគ្នាមួយចំនួនដែលមើលការអានការនេះអាចនឹងជួបប្រទះការយឺតយ៉ាវក្នុងការបើកប្រាក់ខែឬក៏លុយគេសន្យាថានឹងត្រូវឲ្យនឹងត្រូវបានពន្យាពេលវិញឬក៏ត្រូវចំណាយធំទៅលើរឿងសុខភាពឬក៏រឿងគ្រួសារអញ្ចឹងជាដើមអញ្ចឹងសប្តាហ៍ទី2ហាមឲ្យគេខ្ចីលុយហាមដើរទិញអីវ៉ាន់តាមអារម្មណ៍អ្នកគ្នាណាហ្នឹងហើយនិយាយទៅត្រូវចេះសំចៃដូច Hermit នេះអញ្ចឹងអូខេហើយជាមួយនឹងរឿងតើមួយស្នេហាក្នុងអាទិត្យទី2សម្រាប់អ្នកគ្នាបើសិនជាអ្នកគេដែលគាត់ស្ថិតនៅក្នុងតំណែង toxic relationship energy ធម្មពលសុគ្រាសនឹងកាត់ផ្ដាច់តំណែង energy toxic ទាំងឡាយទាំងពួងអញ្ចឹងបើសិនអ្នកគ្នាមានអារម្មណ៍ថានៅម្នាក់ឯងថាកំពុងនៅម្នាក់ឯងទាំងតែមានដៃគូវាជាសញ្ញាដល់ពេលត្រូវថយក្រោយមកនៅម្នាក់ឯងផ្អែកទៅលើស្លកែ The Hermit នេះហើយត្រូវសួរខ្លួនឯងថាគួរបន្តទៅមុខទៀតអត់អញ្ចឹងណាហ្នឹងហើយនិយាយទៅត្រូវតែគិតឡើងវិញហើយសម្រាប់អ្នកនៅលាវខ្ញុំមើលឃើញថាជាសប្តាហ៍មួយដែលអ្នកគ្នាអាចចង់នៅម្នាក់ឯងបិទបេះដូងហើយចង់និយាយណាគេទាំងអស់អូខេធ្វើវិញស្ដាប់ស្លកែនេះសប្តាហ៍ទី2អាចនឹងចន្លោះថ្ងៃទី8ដល់ថ្ងៃទី20សំទោសថ្ងៃទី8ដល់ថ្ងៃទី14អូខេហើយសប្តាហ៍ទី3យើងមានការ King of Wands ហើយ Queen of Pentacles អូយស្អាតខ្លាំងមែនតើហ្មងតែរឿងការងារអ្នកគ្នាក្រោយពីឆ្លងកាត់ព្យុះភ្លៀងអាទិត្យទី1អាទិត្យទី2ខ្ញុំមានអារម្មណ៍ថាអ្នកគ្នាដូចរស់ឡើងវិញចឹងនៅក្នុងអាទិត្យទី3ខ្ញុំមើលឃើញថាអំពើរបស់អ្នកគ្នាមានការឆ្នៃប្រឌិតខ្ពស់មានភាពក្លាហានមានអំណាចនិយាយទៅបញ្ហាដែលធ្លាប់រាំងស្ទះនៅក្នុងសប្តាហ៍មុននេះហ្នឹងគឺត្រូវបានអ្នកគ្នាដោះស្រាយដាច់ស្រឡះហ្មងហ្នឹងហើយអ្នកគ្នាមានភាពលេចធ្លោខ្លាំងនិយាយអីក៏គេស្ដាប់ហើយធ្វើអីក៏មានគេគាំទ្រហើយសម្រាប់អ្នកធ្វើអាជីវកម្ម business owner everything អ្នកគ្នាអាចទទួលបានកិច្ចសន្យាថ្មីដៃគូសហការធំគេមកវិនិយោគលើ business របស់អ្នកគ្នាឬក៏មានកំណត់ហៅស៊ីអីផ្លេចដែលនាំឲ្យមានផលចំណេញខ្ពស់មាន creative នៅក្នុងខែហ្នឹងហ្មងអូខេហើយតើតើជាមួយនឹងរឿងលុយកាក់នៅក្នុងសប្តាហ៍
ទី3គឺហក់ឡើងខ្ពស់មែនតើដោយសារតែមាន Queen of Pentacles នេះចេញមកអូខេចឹងដោយដែលធ្លាប់តែរាំងស្ទះហ្នឹងគឺត្រូវចូលមកវិញជាដុំកំភួនធំៗឲ្យអ្នកគ្នាតែម្ដងអូខេចឹងអ្នកគ្នាអាចទទួលបានតកតងជាមួយយកទៅអ្នកមួយចំនួនអាចនឹងទទួលបានប្រាក់លើកទឹកចិត្ត bonus ឬក៏ដំណឹងល្អពីការឡើងប្រាក់ខែបានអ្នកគ្នាអញ្ចឹងឬក៏ទទួលបានផលចំណេញផ្សេងៗតទៅជាមួយនឹងផ្នែកអចលនទ្រព្យឬក៏ការវិនិយោគរបស់អ្នកគ្នាអញ្ចឹងទៅអញ្ចឹងសប្តាហ៍ទី3នៅក្នុងខែ8ជាថាមកជាសប្តាហ៍មួយដែលថាផ្លាស់ប្ដូរកែប្រែនៅវាសនារបស់អ្នកគ្នាកែប្រែនៅរឿងដែលមិនល្អនៅក្នុងសប្តាហ៍ទី1ទី2ដែលចាក់ស្រេះលើអ្នកគ្នានឹងប្រែคล้ายទៅជាធម្មពលមួយដែលល្អសម្រាប់អ្នកគ្នាមានភាពសម្បូរបែបហើយមានស្ថិរភាពខ្ពស់សម្រាប់ជីវិតរបស់អ្នកគ្នាផងដែរសម្រាប់ស្នេហាឬក៏រឿងតំណែងក្នុងអាទិត្យទី3អ្នកគ្នាមានអារម្មណ៍ថារៀងមានភាពចាស់ទុំជាងមុននិយាយទៅសម្រាប់អ្នកមានគូដៃគូអ្នកគ្នាសងខាងគឺលែងប្រើអារម្មណ៍ដែលថានិយាយថាប្រើអារម្មណ៍មួយដែលថាអត់ខ្វល់ពីគ្នាឬក៏អីទៀតដែរនិយាយទៅងាកមកជួយគ្នាបង្កើតសេដ្ឋកិច្ចគ្រួសារជារួមអញ្ចឹងណាហ្នឹងហើយគូស្នេហ៍ពីរនាក់នេះដោយសារនេះ King and Queen ណាស្លឹកការពីរនេះនិយាយទៅដូចជារឿងមួយដែលថាជួយគាំទ្រគ្នាទៅវិញទៅមកម្នាក់ផ្ដល់គំនិតម្នាក់ទៀតផ្ដល់ជាថាវិការនិយាយទៅចេញរៀងខ្លួនប៉ុន្តែបង្កើតជាគំនិតរួមដើម្បីបង្កើតចេញជាអីមួយថ្មីសម្រាប់អនាគតសម្រាប់ការកសាងគ្រួសារអនាគតអីរបស់អ្នកគ្នាអញ្ចឹងទៅហើយសម្រាប់អ្នកនៅលាវអាចនឹងមានឱកាសជួបមនុស្សដែលមានឋានៈបណ្ណៈខ្ពស់ទៀតណានៅក្នុងអាទិត្យទី3មានចរិតចាស់ទុំហើយគេមានរឿងស្ថានភាពលុយកាក់គឺខ្ពស់ស្ថានភាពលុយកាក់របស់គេល្អមនុស្សម្នាក់ហ្នឹងគេអាចនឹងចូលមកក្នុងជីវិតមកអ្នកគ្នាគាត់ថាបាននៅក្នុងសប្តាហ៍ទី3 Okay that's really good ខ្លាំងមែនតើហើយសម្រាប់សប្តាហ៍ទី4វិញយើងមើលឃើញថាមានសង្កាត់Four of Wands 3 of Cups ហើយយើងឃើញមានបាតហ៊ូរបស់យើងវាមានសង្កាត់Knight of Cups នេះចេញមកណាអូខេអញ្ចឹង3ស្លកាត់នេះអញ្ចឹងមានសង្កាត់ Four of Wands 3 of Cups ហើយជាមួយនឹង Knight of Cups អានេះជា base card ជា shadow card ដែលខ្ញុំដកចេញមកហ្នឹងណាអញ្ចឹងសប្តាហ៍ទី4ចុងក្រោយអ្នកគ្នានិយាយទៅសប្តាហ៍ទី3ទី4គឺកូតខ្លាំងមែនតើដោយសារតែដូចអ្នកគ្នាដឹងអញ្ចឹងសប្តាហ៍ទី4ចុងក្រោយវាមានអតិពល Lunar Eclipse និយាយទៅខែ8អ្នកគ្នាខែ8មានចន្ទគ្រាសមានសូរគ្រាសនៅក្នុងអាទិត្យទី2ហើយមានចន្ទគ្រាសនៅក្នុងអាទិត្យទី4ទៀតអូខេដោយសារតែចូល Virgo season ហើយមានចន្ទគ្រាសនៅក្នុង Virgo season ទៀតអញ្ចឹងខ្ញុំមានអារម្មណ៍ថាសប្តាហ៍ទី4សម្រាប់អ្នកគ្នាជាមួយនឹងស្លឹកកាត់ For One ជាមួយ3 of Cups នេះសប្តាហ៍ទី4ជាទូទៅជាសប្តាហ៍មួយដែលអ្នកគ្នាអាចនឹងប្រមូលផលហើយនឹងមានការជប់លៀងអីមួយអបអរសាទររឿងអីមួយដូចគ្នាដែរហើយដោយសារមានសង្កាត់ពីរនេះខ្ញុំគិតថាកម្រោងដែលគ្នាខិតខំប្រឹងប្រែងតាំងពីដើមខែមកនឹងទទួលបានជោគជ័យអស្ចារ្យខ្លាំងមែនទែនបើសិនអ្នកគ្នានៅក្នុងក្រុមហ៊ុននឹងអាចមានកម្មវិធីរៀបចំជប់លៀងឬក៏កម្មវិធីប្រកាសនិយាយថាឲ្យជាមេដៃកិត្តិយសឬក៏អីមួយអញ្ចឹងនិយាយទៅជាការ celebration របៀបអញ្ចឹងណានៅក្នុងចុងខែណាហ្នឹងហើយដែលអាចនឹងកោតសរសើរពីស្នាដៃរបស់អ្នកធ្វើការនៅក្នុងកន្លែងក្រុមហ៊ុនមួយនឹងអីចឹងទៅវាអាចនឹងមានឱកាសនឹងកើតឡើងអូខេហើយតើតើជាមួយនឹងបរិយាកាសការងារនៅក្នុងកន្លែងធ្វើការរបស់អ្នកគ្នាពោពេញទៅដោយភាពរីករាយមែនតើហើយមានការសាមគ្គីភាពខ្ពស់ដូចគ្នាដែរជាមួយនឹងស្លឹកកាត់3 of Cups នេះហើយបើសិនអ្នកគ្នាចង់ចុះហត្ថលេខាលើកកិច្ចសន្យាណាមួយឬក៏ចង់ផ្លាស់ប្ដូរការងារអីគឺអាចផ្លាស់ប្ដូរបាននៅក្នុងចុងខែ4សប្តាហ៍ទី4មិនថាផ្លាស់ប្ដូរកន្លែងការងារផ្ទះសម្បែងនិយាយទៅឲ្យមានការផ្លាស់ប្ដូរអានេះអាកាសល្អហើយជាពេលមួយដែលល្អដូចគ្នាដែរសម្រាប់អាទិត្យទី4របស់អ្នកគ្នាតើតើជាមួយនឹងខាងផ្នែកហិរញ្ញវត្ថុរបស់អ្នកគ្នានៅក្នុងសប្តាហ៍ទី4វិញមើលឃើញថាដូចកាក់របស់គ្នាគឺល្អខ្លាំងមែនទែនមានលុយសល់ច្រើនរហូតដល់ថ្នាក់ថាអាចទៅទិញអីមួយថ្មីដូចជាទិញឡានទិញដីរៀបចំដេគ័រផ្ទះសម្បែងអីចឹងណាអូខេសម្រាប់អ្នកមួយចំនួននេះចឹងទៅអញ្ចឹងមានស្លឹកការ3 of Cupsនេះដូចគ្នាដែរវាអាចធ្វើឲ្យអ្នកគ្នាចំណាយលុយខ្លះទៅលើការដើរកម្សាន្តជួបជុំមិត្តភ័ក្តិឬក៏ទិញកាដូជូនមនុស្សជាទីស្រឡាញ់របស់អ្នកគ្នាចឹងទៅអញ្ចឹងប៉ុន្តែការចំណាយហ្នឹងគឺនាំមកនៅក្តីសុខណាហើយពង្រីកទំនាក់ទំនងមិនថា friendship relationship connection ហ្នឹងឲ្យកាន់តែប្រសើរឡើងដូចគ្នាដែរ
តងជាមួយនឹងរឿងស្នេហាដោយសារចំពេលចាន់គ្រីសនៅក្នុងចុងខែ8នឹងតែម្ដងធម្មពលស្នេហាផ្ទុះឡើងខ្លាំងរ៉ូម៉ាន់ទិកខ្លាំងដោយសារបាតកាត shadow cat ហ្នឹងគឺមាន night of cup ដែល night of cup ហ្នឹងគឺជាធម្មពលមួយដែលថាសម្រាប់អ្នកមានគូជាពេលវេលាដ៏ល្អនៅក្នុងការនិយាយអាចនឹងរឿងរៀបការសុំចូលស្ដីដណ្ដឹងបងណាគេម្នាក់បងណាគេដែលមានគូណាហ្នឹងអាចខែចុងខែ4សំទោសចុងខែ8សប្តាហ៍ទី4ហ្នឹងគឺល្អខ្លាំងមែនតើអាចចង់ទិញផ្ទះសម្បែងរស់នៅជួបជុំគ្នាអីហ្នឹងគឺអ្នកមានគូចុងខែហ្នឹងគឺកូដខ្លាំងមែនតើហើយបើសម្រាប់អ្នកនៅលាវឬក៏ទៅតែបែកបាក់ហ្នឹងហើយអាចនឹងមានមនុស្សដែលថាជាអតីតមនុស្សចាស់ឬក៏ជាអតីតគូស្នេហ៍បងប្អូនគ្នាដែលជាគូព្រេងពិតគេអាចនឹងជិះសេះត្រឡប់មកដោយសារតែនេះស្លឹកកាត់ night of cup ហ្នឹងគឺបកទៅក្រោយជិះទៅក្រោយអញ្ចឹង feel like energy ហ្នឹងគឺ energy មនុស្សចាស់ចូលមកដើម្បីសុំអ្នកគ្នាផ្សះផ្សាទៅអ្នកតំណងឡើងវិញអាចនឹងមកផ្ដល់ក្តីស្រឡាញ់ស្មោះត្រង់អ្នកគ្នាវិញគឺត្រឡប់មកសងអ្វីដែលអ្នកគ្នាចង់បាននឹងត្រឡប់មកវិញដូចគ្នាដែរអញ្ចឹងច័ន្ទគ្រាចុងខែហ្នឹងអាចជួយលាងជម្រះនៅភាពជឿចាប់ហើយជំនួសមកវិញដោយរឿងល្អសម្រាប់អ្នកគ្នាដូចគ្នាដែរអូខេគេអានការនេះរៀងវែងទីគេអ្នកគ្នាខ្ញុំថតវីដេអូហ្នឹងគឺ2ដងណាគេដែរមើលឃើញវីដេអូហ្នឹងដាច់នៅពេលនាទីទី10ហ្នឹងណាគេដឹងហើយថាខ្ញុំថត2ដងហើយខ្ញុំផ្គុំវីដេអូហ្នឹងចូលគ្នាចឹងអញ្ចឹងណាអូខេប៉ុន្តែគ្រាន់តែនេះជា energy មិនថាការងារស្នេហាលើក៏បានអ្នកគ្នាទេចុងខែ8នៅក្នុងខែ8ចាប់ពីដើមខែរហូតដល់ចុងខែតែម្ដងអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកគ្នាអាចទទួលបានការដឹងការគិតទុកមុនអ្វីៗអ្នកគ្នាចង់រៀបចំគម្រោងផែនការដែលចង់ធ្វើចឹងនឹងថានៅទឹកណាដែលល្អជាងគេចង់ធ្វើនៅពេលណាអ្នកគ្នាអាចស្ដាប់ការហ្នឹងតាំងពីដើមរហូតដល់ចប់បានអូខេអ្នកគ្នាវារៀងវែងតិចហើយប៉ុន្តែខ្ញុំសង្ឃឹមថាអ្នកគ្នាអាចនឹងទទួលបានអាការដឹងថ្មីពីខ្ញុំហើយជាពិសេសគឺ feel lot ទៅលើអីដែលខ្លួនយើងចង់ធ្វើទៅលើអីអ្នកគ្នាមានគម្រោងផែនការដែលចង់ធ្វើមិនថាអ្នកជា business owner ឬក៏ជា content creator ជាអ្នកបង្កើតមាតិកាឬក៏អ្នកជា entrepreneur និយាយទៅអ្នកទាំងអស់គ្នាជាអ្នកណាក៏ដោយអ្នកគ្នាអាចមើលការអានកាត់នឹងគឺត្រូវដូចគ្នាអូខេហើយចាការអានេះអតិពលជាទូទៅតែខ្ញុំចង់ប្រាប់អ្នកគ្នាថាខ្ញុំអត់ដាក់ somatic sign ទេព្រោះថាអ្នកគេក៏អាចមើលបានជា energy ជាទូទៅសម្រាប់មនុស្សដែលអាចវា affect ឬក៏ប៉ះពាល់ទៅដល់អ្នកគ្នាហើយជាពិសេសសម្រាប់អ្នកដែលឃើញការអានកាត់នឹងហើយអ្នកគ្នាអត់ទាន់បានស្គាល់ខ្ញុំសោះអានឹង energy នឹងគឺអាចត្រូវសម្រាប់អ្នកគ្នាខ្លាំងមែនតើព្រោះថាខ្ញុំតែងតែ manifesting ឲ្យការអានកាត់នេះគឺទៅដល់អ្នកណាគេដែលគាត់ feel like ត្រូវដឹងត្រូវលឺសម្រាប់ការអានការទាំងអស់ហ្នឹងអូខេអរគុណច្រើនអ្នកគ្នា and see you in the next video bye